សូត្រផ្លែអំណរគុណដល់ជ្រាលជ្រៅជូនចំពោះអ្នកដឹកនាំនៃគណៈបកសំរងស៊ីនិងគណៈបកសិទ្ធិមនុស្សនៅខេត្តកំពង់ឆ្នាំងទាំងមូលក្នុងនាមខ្ញុំជាប្រធានលេខាធិការដ្ឋាននៃគណៈបកសង្គ្រោះជាតិនេះមានគណៈបកសិទ្ធិមនុស្សនិងគណៈបកសំរងស៊ីចូលរួមបង្កើតឲ្យឥឡូវទៅជាគណៈបកសង្គ្រោះជាតិហើយស្នួលសំនៀងដែលជាប់ធ្វើជាលេខគោដោយសារសំឡេងភាពច្រើនគឺសំឡេងស្ត្រីនឹងឯងពីព្រោះយើងឃើញថាសង្គមខ្មែរយើងសប្តាហ៍នេះស្ត្រីដែលជាមេផ្ទះមិនបានទទួលនៅការសិក្សាការអប់រំទៅរៀនឲ្យបានគ្រប់គ្រាន់ទេកូនយើងយុវវ័យរបស់យើងឥឡូវទៅឯណាស្រីខ្មែរយើងឥឡូវទៅឯណាទៅឆ្ងាយពីភូមិហេតុអីអ្នកខ្លះទៅដល់ណាមកលេយំរាល់ថ្ងៃគេសួរថាឲ្យខ្ញុំរាល់ថ្ងៃមីណាបងណាជួយរកកូនខ្ញុំផងកូនខ្ញុំទៅមកលេ3ឆ្នាំហើយ4ឆ្នាំហើយ5ឆ្នាំហើយអត់ទាន់ទៅមកផ្ទះវិញទេមិនទួចថាឲ្យខ្ញុំនៅលើឡានមិនរាល់ថ្ងៃលើមីណាជួយអ៊ំផងកូនទៅមកលេរាល់ឆ្នាំហើយមិនដឹងដល់ណាដល់ណីហើយយើងមកឲ្យអត់ឃើញថានេះរដ្ឋាភិបាលសប្តាហ៍ដែលនិយាយថាបានអភិវឌ្ឍខ្លាំងណាស់បើសិនជាអភិវឌ្ឍខ្លាំងណាស់ស្ត្រីយើងកូនចៅយើងទាំងស្រីទាំងប្រុសមិនមែនទៅឆ្ងាយពីភូមិទេកូនចៅយើងនៅប្រពៃណីយើងពិសេសស្ត្រីអត់ឲ្យទៅឆ្ងាយពីភូមិទេណាឥឡូវទៅឆ្ងាយពីភូមិដោយសារអីដោយសារភាពក្រីក្រអ្នកណាចង់ឲ្យកូនទៅឆ្ងាយពីភូមិអញ្ចឹងបានជាយើងដាក់ឈ្មោះថាគណៈបកសង្គ្រោះជាតិណាហើយអីបានយើងនិយាយអំពីសង្គ្រោះយើងសង្គ្រោះអ្នកណាយើងសង្គ្រោះយើងជួយស្ត្រីយើងកុំឲ្យទៅឆ្ងាយទៅរកធ្វើការងារចេញពីប្រទេសចេញពីស្រុកចេញពីភូមិយើងរដ្ឋាភិបាលសប្តាហ៍នេះអស់រយៈពេល30ឆ្នាំហើយបងប្អូនជាពិសេសស្ត្រីយើងនេះបាត់បង់នៅតម្លៃយើងជាស្ត្រីខ្មែរបាត់បង់នៅអ្វីដែលជាការរំពឹងរបស់កូនចៅគ្រួសារយើងដោយសារភាពក្រីក្រមិនដោះស្រាយភាពក្រីក្រឲ្យប្រជាជនសោះប៉ុន្តែបងប្អូនមើលទៅលើខុសបងប្អូនក្នុង30ឆ្នាំនោះមានអីកែប្រែលម្អយើងហ្នឹងណាហើយដែលគណៈបកសង្គ្រោះជាតិចង់និយាយជាពិសេសការងាររបស់ស្ត្រីណាតួនាទីរបស់ស្ត្រីដើម្បីឲ្យស្ត្រីយើងមានតម្លៃថ្លៃថ្នូរអញ្ចឹងបើយើងនិយាយអំពីតម្លៃរបស់ស្ត្រីទី1គឺសុខភាពរបស់ស្ត្រីសប្តាហ៍ហ្នឹងអស់រយៈពេលជិត30ឆ្នាំហ្នឹងបងប្អូនឃើញហើយពេលណាបងប្អូនឈឺស្កាត់តើបងប្អូនទៅពេទ្យគេមានសួរថាឈឺអីឬមួយគេសួរថាមានលុយប្រមាណណាសួរទៀតមានលុយប្រមាណដូច្នេះសុខភាពរបស់យើងជាស្ត្រីណាដែលពោះផងហើយយើងមានជំងឺស្រីច្រើនណារឿងស្រីហ្នឹងចឹងហើយបាទខ្ញុំមកសូមនិយាយថ្ងៃនេះនិយាយអំពីកម្មវិធីស្ត្រីនេះបងប្អូនរឿងស្ត្រីក៏ដូចជារឿងបុរសដែរឲ្យតែរឿងប្រជាជនឬប្រជាពលរដ្ឋគឺពាក់ព័ន្ធជាមួយនឹងអ្នកដឹកនាំហើយអ្នកដឹកនាំជាអ្នកដឹកនាំល្អប្រជាពលរដ្ឋភូធាបើអ្នកដឹកនាំគិតអំពីស្រែចម្ការរបស់ប្រជាពលរដ្ឋគឺប្រជាពលរដ្ឋមិនបាត់ស្រែចម្ការដូចសប្តាហ៍នេះទេប៉ុន្តែបងប្អូនចាបើសិនជាអ្នកដឹកនាំគិតអំពីប្រជាកសិករពិតប្រាកដគឺប្រជាកសិករយើងមិនមែនជាអបាក់របៀបហ្នឹងទេប៉ុន្តែបងប្អូនចាបើសិនជាអ្នកដឹកនាំយើងគិតអំពីសុខភាពរបស់ស្ត្រីមិនមែនស្ត្រីយើងមួយឆ្នាំស្លាប់ក្នុងពេលឆ្លងទន្លេទៅដល់1000នាក់ក្នុងមួយឆ្នាំគាត់ស្លាប់នៅពេលឆ្លងទន្លេ1000នាក់បើសិនជាអ្នកដឹកនាំយើងសប្តាហ៍នេះដែលរដ្ឋាភិបាលនេះជាថាឲ្យស្ត្រីយើងចេះដឹងយ៉ាងណាបើអាយុមិនទាន់15ឆ្នាំផងមិនទាន់10ឆ្នាំផងបាត់បង់ការសិក្សាទៅហើយពីពួកឪពុកម្ដាយក្រទេទាំងអស់នឹងធ្វើឲ្យស្ត្រីយើងបាត់បង់តម្លៃនៃតួនាទីជាស្ត្រីធ្វើត្រឹមតែជាមេផ្ទះเป็นអក្សរមើលទៅតែចេះគណៈបកសង្គ្រោះជាតិគឺសង្គ្រោះដោយពិតប្រាកដដោយយក
កម្មវិធីអប់រំឲ្យកូនស្រីយើងឲ្យស្ត្រីយើងបានទៅរៀនត្រូវហើយគ្រូមានសាលារៀនប៉ុន្តែមានតែសាលារៀនក៏លោកគ្រូអ្នកគ្រូមកប្រាក់ខែរបស់គាត់អត់នឹងគ្រប់គ្រាន់ឲ្យគាត់ទៅបង្ហាត់បង្រៀនយើងឲ្យបានពេញពេលផងណាហ្នឹងហើយយើងដឹងស្រាប់ហើយលោកគ្រូអ្នកគ្រូគាត់នៅស្រាប់ដែរនៅឃុំនឹងស្រាប់ដែរនៅស្រុកយើងដែរមែនទេពេលទៅច្រូតគាត់ច្រូតមកយើងទៅចាប្រាក់ខែក៏អត់គ្រប់គ្រាន់អញ្ចឹងបានតែសាលារៀនទៅសិនជាហើយសាលានោះអត់បានគ្រប់គ្រាន់បន្ទប់នោះមិនបានគ្រប់គ្រាន់ផងបើសិនជាបន្ទប់សាលារៀនបានគ្រប់គ្រាន់កូនចៅយើងរៀនតាមពីរពេលមិនមែនរៀនតាមមួយពេលអញ្ចឹងទេអញ្ចឹងគណៈបក្សសង្គ្រោះជាតិមានកម្មវិធីច្បាស់លាស់ណាស់នៅក្នុងការលើកតម្កើងស្ត្រីយើងតម្លៃស្ត្រីយើងការពារតួនាទីស្ត្រីយើងឲ្យមានភាពថ្លៃថ្នូរពិតប្រាកដគឺលើវិស័យកម្មវិធី2ទី1គឺការអប់រំលោកប្រធានសំណាងស៊ីយើងជួយជានាយករដ្ឋមន្ត្រីយើងឆ្នះឆ្នោតនៅឆ្នាំ2013គឺមិនត្រឹមតែសាលារៀនប៉ុណ្ណឹងទេយើងត្រូវបន្ថែមសាលារៀនគណៈបក្សសង្គ្រោះជាតិយើងគឺថាខ្សែចំការរបស់យើងគឺធានាមិនឲ្យបាត់បង់ដីធ្លីទៅសពថ្ងៃនេះទេបងអូនជាហើយថារដ្ឋាភិបាលសពថ្ងៃនេះបានអត់ដីធ្លីស្នើចំការប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុនជាង2លានហិកតាកន្លែងណាក៏មានបញ្ហាជន់ក្រែកឬបាត់បង់ដីធ្លីដែរដើម្បីឲ្យស្ត្រីយល់ថាជីវិតរបស់ស្ត្រីជាជីវិតដ៏ថ្លៃថ្នូរណាស់សំខាន់ណាស់តែឲ្យស្ត្រីទៅរៀបរកខ្លួនឯងទៅងូតទឹកហើយនៅកណ្ដាលទន្លេឲ្យខ្លួនឯងទៅអត់រួចទេគឺសប្តាហ៍ហ្នឹងទៅអត់រួចទេលុះត្រាតែមានគណៈបក្សសង្គ្រោះជាតិមានកម្មវិធីពិសេសសម្រាប់ស្ត្រីយើងជាពិសេសស្ត្រីនឹងភូមិទើបយើងងារអាចចេញផុតពីភាពក្រីក្រពិតប្រាកដមិនបាច់ទៅលើកដៃសុំសរងសុំពីជើងសុំសរងសុំពីជើងទេអញ្ចឹងខ្ញុំសរុបជូនបងប្អូនណាឲ្យច្បាស់លាស់យើងសូមឲ្យបងប្អូនឲ្យអរគុណបងប្អូនណាដែលបានបោះឆ្នោតឲ្យទៅអូនសមៀនបានជាប់ជានាយឃុំក៏ហើយបានស្ត្រីជានាយឃុំក៏ហើយបានគណៈបក្សសំរងស៊ីជានាយឃុំអរគុណបងប្អូនណាដែលបងប្អូនជាពិសេសស្ត្រីបានជួយបោះឆ្នោតឲ្យអូនសមៀនបានជាប់ជានាយឃុំយើងជានាយឃុំស្ត្រីដែលមកពីគណៈបក្សដែលកាន់សិលធម៌សច្ចធម៌យុត្តិធម៌ជាគោរពអ្វីដែលជាសិទ្ធិរបស់ប្រជាពលរដ្ឋជាសិទ្ធិមនុស្ស